តោះឥឡូវយើងបន្តការងាររបស់យើងតមេរៀនពីម្សិលមិញគឺរបៀបវាស់រកកំហូចអ៊ីយ៉ូតឆែកថាតើឌីយ៉ូតមួយគ្រាប់ហ្នឹងវាខូចឬក៏វានៅល្អអញ្ចឹងណាអញ្ចឹងដើម្បីដឹងថាវាខូចឬក៏វានៅល្អតើយើងចេះវាស់ណាអញ្ចឹងរបៀបវាស់ឌីយ៉ូតដើម្បីរកថាវាខូចឬល្អយើងប្រើអូម៉ែត្រយើងមកអូម៉ែត្រសិនហើយកាច់វានៅក្នុងក្លីបឌីយ៉ូតនេះណាកាច់មកចំក្លីបឌីយ៉ូតនេះតបមកអាក្រហមនៅលើអាក្រហមដូចមិនសមមិញដែរនៅលើវាអាខ្មៅនៅលើខំអញ្ចឹងករណីទី1ដែលយើងបញ្ជាក់ថាវាខូចនៅពេលដែលយើងប៉ះវាប៉ះវាអញ្ចេះសងខាងណាប៉ះសងខាងវាលឺប៊ីបអញ្ចេះពីបអញ្ចេះហ្នឹងហើយពេលដែលប៉ះអាហ្នឹងប៉ះអានេះវាលឺពីបអញ្ចឹងបើន័យថាយើងសន្និដ្ឋានថាវាខូចហើយវាខូចណាខូចក្នុងករណីទី1ហ្នឹងគេហៅវាប៊ីបហ្នឹងគឺខូចណាបើន័យថាវា short ហើយករណីទី2ដែលយើងអាចសន្និដ្ឋានថាវាខូចដែរពេលដែលយើងចាក់អញ្ចេះចាក់មកខាងនេះចាក់មកខាងនេះវាលោតវាឃើញលក្ខណៈលោតវល់ទាំងសងខាងណាវាលោតវល់ទាំងសងខាងនេះវាលោតវល់អញ្ចឹងអានេះលោតវល់ហើយដាក់ខាងនេះវាលោតវល់នឹងទៀតអញ្ចឹងលោតវល់ទាំងសងខាងលោតបង្ហាញចំនួនវល់ហ្នឹងឬក៏ចំនួនឃើញ0វល់ទាំងសងខាងបើន័យថាវាខូចដែរណាទី2ហ្នឹងគឺសងខាងវាហ្នឹងគឺវា0វល់បាទរបស់ waste អញ្ចឹងអាសងខាងរបស់វាសងខាងជើងរបស់វានឹងបង្ហាញវល់ទាំងសងខាងបើន័យថាវាខូចដែរអញ្ចឹងអាហ្នឹងក៏គេឈ្មោះកំហុសរបស់វាគេហៅថា short ណា short បាទ short ដែរករណីខូចមួយទៀតគឺយើងចាក់វាទាំងសងខាងបាទយើងចាក់វាទាំងសងខាងចាក់ខាងនេះវាបង្ហាញឃើញ0នេះចុច0L ទាំងសងខាងបើចាក់ខាងនេះក៏ឃើញ0.0L ចាក់ខាងនេះក៏ឃើញ0.0L អាហ្នឹងក៏យើងហៅថាវាខូចដែរណាកំហុសទី3ហ្នឹងគឺវាសងខាងវាហ្នឹងវាឃើញ0.0L នេះ 0L នេះណាអាហ្នឹងខូចដែរកំហុសហ្នឹងគេហៅវាថា open វាបើក open ហ្នឹងបើកពាក្យឈ្មោះវាហ្នឹងកំហុសវា open ឬក៏យើងនិយាយឲ្យស្រួលស្ដាប់ថាវាដាច់ណាវាដាច់ជា2វា open វាអត់មានចរន្តអីឆ្លងមកដោយសារវាដាច់ជា2អាហ្នឹងជាករណីដែលវាខូចណាអញ្ចឹងជាទូទៅឌីយ៉ូតវាកំហុសវាមានប៉ុណ្ណឹងហើយអាម៉េចដែលគេហៅថាល្អអានេះគឺខូចណាខូចហើយ2គឺនៅល្អមានតែមួយទេគឺយើងដាក់បោកមកបោកដកមកដកណាខាងនេះបោកខាងនេះដកខាងនេះអាណូតកតូតអញ្ចឹងចាក់វាទៅវាបង្ហាញវល់នោះឃើញអត់ 0.523 នោះអាហ្នឹងគឺបង្ហាញវល់ដល់ពេលយើងចាក់មកខាងទៀតនេះយើងត្រឡប់វាចាក់មកខាងទៀតវាអត់បង្ហាញវល់នេះចាក់មកខាងទៀតវាអត់បង្ហាញទេឃើញអត់អញ្ចឹងពេលដែលយើងដាក់ខាងបោកដកវាបង្ហាញវល់ត្រូវបន្ទាប់មកយើងត្រឡប់ចាក់បោកមកដកមកបោកវិញវាអត់បង្ហាញណាពេលដែលវាបង្ហាញវល់តែមួយខាងអញ្ចឹងបានន័យថាវានៅល្អណាអាហ្នឹងគឺល្អណាអញ្ចឹងរបៀបវាស់ឌីយ៉ូតមានតែប៉ុណ្្នឹងឯងរបៀបវាស់ឌីយ៉ូតគឺខូចនិងល្អមានតែមួយឯងគឺមានវល់តែមួយខាងឯងអត់វល់មួយខាងដល់ពេលខូចគឺមាន1 2 3ហ្នឹងគឺ1ដាក់ទៅលាន់2ពីបណាទី2ដាក់ទៅវាបង្ហាញវល់ទាំងសងខាងពេលយើងត្រឡប់សងខាងវាបង្ហាញវល់ទី3ដាក់ទៅឃើញថាវាឃើញដាច់ឃើញ0.0L បានដាក់ទៅអត់មានលោតអីទាំងអស់អាហ្នឹងដាច់ទាំងសងខាងគេហៅថា open ណាអញ្ចឹងកំហុសវាមានប៉ុណ្ណឹងហើយវីដេអូក្រោយខ្ញុំនិយាយថាពេល short វាអាម៉េចពេល open វាអាម៉េចអរគុណជួបគ្នានៅវីដេអូក្រោយ